របៀបប្ដូរអេក្រង់ iPhone 12 Pro បងឡើយយើងយកអេក្រង់ថ្មីមកលើវាសាកមើលសិនតេស្តវាឲ្យវាដើរស្រួលសិនកាប់វាចូលមកយើងតេស្តវាចង់ដឹងថាវាដើរស្រួលហើយក៏អត់អីចឹងព្រោះមុននឹងបកតែមមុននឹងកាប់វាចូលតោះតែយើងតេស្តវាសិនហើយយើងចុចតេស្តវាមកចុចលេខគ្រប់លេខសាកមើលថាវាដើរទាំងអស់ហើយក៏អត់ចឹងយើងចង់ដឹងថាវាដើរស្រួលឬក៏អត់ Easy Touch ឲ្យអូសវាមកជុំមកឃើញថាវាដើរអត់មានឆ្លងអីហើយប៉ុណ្ណឹងបានហើយយើងដកអេក្រង់វាចេញមកឃើញថាវាដើរហើយយើងដកអេក្រង់វាចេញបានហើយបាទដកអេក្រង់ហើយយើងចាប់ផ្ដើមដោះ sensor ឧបលោតជាវាចេញមកដោះពីចាស់ចេញមកខ្ចៅដោះ sensor វាចេញមកក្រៅសិនមកយើងយក sensor ហ្នឹងទៅទុកដាក់ទូរស័ព្ទអេក្រង់ថ្មីហើយយើងយកអេក្រង់ថ្មីមកចាប់ sensor នឹងចូលវិញអេក្រង់ថ្មីយើងតែរួចហើយយើងត្រូវបកតែមវាចោលទៅបកតែមបកស្គុតបកអីចេញឲ្យអស់ទៅសម្អាតវាស្អាតទៅហើយយើងចាប់កាប់ sensor ចូលវិញហើយយើងមូលខ្ចៅចូលទៀតមកកាប់ខ្ចៅវាចូលកន្លែងហ្នឹងក៏មានខ្ចៅ4គ្រាប់ដែរមូលវាចូលឲ្យគ្រប់ហន់វាហ្នឹងមកនឹង sensor ឧបលោតជាពេលខ្លះទូរស័ព្ទឆេះលុតអីក៏មកពី sensor ហ្នឹងដែរយើងដូរទៅ sensor ហ្នឹងមកគ្រាប់ក៏វាអាចប្រើបានដែរហើយឥឡូវចាប់ sensor ចូលរួចរាល់ហើយយើងចាប់ផ្ដើមកាប់វាចូលវិញមកកាប់ sensor កាប់ជើងអេក្រង់ចូលជើងថាច់ចូលទាំងអស់ហ្នឹងមកវាមាន3ខ្សែកាប់3នឹងចូលគ្រប់មកហើយយើងដាក់ជើងស្នាប់វាចូលទៀតមកចាប់ខ្ចៅវាវិញឲ្យអស់មកហើយវគ្គចុងក្រោយយើងត្រូវចាប់ខ្ចៅអស់ចូលវិញមកដាក់ទៅស្នាប់វាដាក់អីឲ្យត្រូវគ្រប់កន្លែងវិញមកចាប់ខ្ចៅមកហើយយើងកាប់អេក្រង់ចូលទូរស័ព្ទវិញទៅឆែកមើលតាមជាហ្នឹងមានខ្ចៅឈូសនៅគៀនហ្នឹងហើយក៏អត់ពេលខ្លះវាអាចកែលអេក្រង់ជួនកាលវាអាចធ្វើឲ្យអេក្រង់ជាំខ្មៅហើយក៏បែកបានហើយយើងមើលឃើញស្អាតហើយយើងកាប់វាចូលមកស្កត់វាព័ទ្ធមកជុំមកកាប់ព័ទ្ធអេក្រង់មកជុំមកហើយយើងបើកទូរស័ព្ទមកចុចតេស្តវាមួយសារទៀតហើយពេលដែលកំពុងបើកហ្នឹងខ្ញុំចាប់ខ្ចៅវាចូលបដាហើយទៅចាប់ខ្ចៅវាចូលឲ្យអស់2គ្រាប់ទៀតនៅខាងក្រៅហ្នឹងចាប់2គ្រាប់នឹងចូលឲ្យអស់ទៀតទៅចាប់2គ្រាប់នឹងចូលឲ្យគ្រប់មកហើយបន្តទៀតយើងតេស្តថាច់វាជាលើកចុងក្រោយមុននឹងឲ្យទៅភ្ញៀវអញ្ចឹងភ្ញៀវយកមកធ្វើអញ្ចឹងយើងតេស្តឲ្យស្អាតឲ្យគាត់អញ្ចឹងតេស្តប៉ុណ្ណឹងហើយអូខេអាចយកទៅប្រើបានហើយបាទអរគុណ